ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទនេះឃើញទេបងប្អូនឃើញទេនេះបាទនេះជាម្ទេសបាទម្ទេសវែងដែលយើងទិញពីផ្សាររាល់ថ្ងៃហ្នឹងអញ្ចឹងបាទបងប្អូនទិញពីផ្សារមកក្របវាយើងញ៉ាំឬក៏អត់អស់ឬក៏យ៉ាងម៉េចយកក្របមកផ្លែពីផ្លែមកយកក្របវាមកបណ្ដោះទៅហើយដាំបាទនេះដាំដូចខ្ញុំអញ្ចឹងឃើញទេផ្លែអស់តោះបងប្អូននេះខ្ញុំបេះអស់ខ្លះផងបាទឥឡូវនេះទុំប្រាប្រាទៀតហើយបាទចឹងចង់ជំរាបបងប្អូនថាកាលណាយើងលពឹសដៃណាលពឹសដៃផ្ទៃឆ្អែតតែនឹងលពឹសដៃមានប្រយោជន៍ផ្ទៃឆ្អែតបាទតែមានពេលលពឹសដៃមួយទៀតអានេះត្រូវបានគេវាយបែកមាត់ហើយអានេះគឺខ្ញុំដាំខាត់ណាហើយអានេះពេញប៉ោះបាទពេញប៉ោះឈើរីមដាំទូទូនៅឡើយបាទដាំវាអានេះមួយរយៈក្រោយទៀតមិនបានផលបាទទៅបានតិចទេនេះនាំបងប្អូនមើលនេះវិញបាទអូខេអានេះស្អីគេបាទខាត់ណាបាទដើមខាត់ណាយើងយកឆាមីឆាសាច់គោអីហ្នឹងបាទទេអត់តោះបាទដាក់ដាំតែធុងទឹកខូចធុងទឹកយើង20លីត្រខូចហ្នឹងបាទអញ្ចឹងហ្នឹងគឺពឹសដៃផ្ទៃឆ្អែតបែបហ្នឹងបាទចាស់យើងថាអញ្ចឹងល្អណាស់បងប្អូនអើយអានេះគាត់តែឃើញប៉ុណ្ណេះក៏ទំនងបានសាច់គោអីហ្នឹងអស់តោះតែម្ដងបាទនេះចែករំលែកជូនបងប្អូនប៉ុណ្ណឹងខ្ញុំដាំនៅក្បែរជាងផ្ទះបាទអញ្ចឹងទេបងប្អូនមានអត់មានដីសល់ទំនេរធំអីអាចលាយដីទៅយកមកដាំនៅក្បែរជាប់ទាំងជាងផ្ទះយើងហ្នឹងបាទបានញ៉ាំហើយមិនវាមិនយើងមិនទិញគេសោះហើយមិនដែលវាជួយកាត់រំលោះខ្លះហើយវាយើងដាំខ្លួនឯងអញ្ចឹងយើងញ៉ាំទៅវាស្និទ្ធបាទវាយើងទិញពីផ្សារមកតោះតែនិយាយរួមទៅគឺមិនដូចយើងដាំខ្លួនឯងទេបាទចឹងនេះបងប្អូនឃើញនេះបាទល្អមែនតើបាទចឹងចែកជូនចែករំលែកនៅសកម្មភាពមួយចំនួននៃការដាំដុះរបស់ខ្ញុំនៅក្បែរផ្ទះបាទចឹងបងប្អូនអាចយកទៅទស្សនាមើលទៅហើយអនុវត្តតាមទៅបានផលដូចខ្ញុំចឹងដូចគ្នាដែរបាទអរគុណ